សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្គាល់ដើមកៅឡាក់នៅក្នុងប្រទេសញូហ្សេឡង់ទាំងអស់គ្នាបងប្អូននេះបងប្អូនជាលើកទី1សម្រាប់ខ្ញុំដែលស្គាល់ដើមកៅឡាក់ហើយបងប្អូនមានអារម្មណ៍ថារំភើបហើយសប្បាយមែនតើបងប្អូនធ្លាប់តែឃើញក្នុងវីដេអូគេមកបេះមករើសផ្ទាល់តែលើកនេះមករើសផ្ទាល់ដៃហើយនឹងមុតបន្លាផ្ទាល់ដៃបងប្អូនហើយទីតាំងដែលខ្ញុំមកនេះបងប្អូនគឺយើងទិញគេបងប្អូន1គីឡូ$8ញូហ្សេឡង់ប៉ុន្តែគេតម្រូវឲ្យយើងរើសខ្លួនឯងចោះរើសប្រមាណរើសទៅបន្ទាប់មកយើងរើសចប់គេថ្លឹងគេគិតគីឡូលក់ហើយ1គីឡូ$8ញូហ្សេឡង់អូមកដល់ភ្លាមខ្វាកបងប្អូនអើយរើសតាធំទេដាក់ចូលកាបូបដាក់យកមិនបងថាយក1គីឡូ2គីឡូទេមានណាចុងក្រោយ5គីឡូបងប្អូនអើយមានអីបងប្អូនសប្បាយមួយយ៉ាងដែរតាគេឲ្យយើងរើសខ្លួនឯងហើយមួយយ៉ាងទៀតយើងដែលរើសកៅឡាក់របៀបអញ្ចឹងពីមុនមកហើយដើមកៅឡាក់យើងស្គាល់លើកទី1ទៀតហើយសំខាន់ណាស់ដើមកៅឡាក់នៅនេះបងប្អូនគឺក្របធំឆ្លោះល្អណាស់បងប្អូននៅនេះមើលនេះវីដេអូហើយបើថាទឹកមុខវិញរំភើបសប្បាយលុកគ្មានមើលទេមុតដៃបាទបន្ទាប់ពីយើងមុតដៃរៀងខ្លួនហើយគឺយើងចែកជើងគ្នារើសរៀងខ្លួនបងប្អូនព្រោះអីមកគ្នា4នាក់បើរើសនៅតែមកក្រុមយើងទេគឺយើងរើសមិនឈ្នះគេទេបញ្ជាក់បងប្អូនមិនមែនមកតែ4នាក់ខ្ញុំទេដូចក្នុងវីដេអូនេះមានដូចជាជនជាតិអាស៊ីមានដូចជាជនជាតិអាហ្គាងគេមករើសច្រើនបងប្អូនខ្ទង់ប្រហែលជា10នាក់ជាងតាមខ្ញុំមើលហើយនេះបងប្អូនផ្លែឆ្លោះអាឡងល្អមែនតើបងប្អូនអើយហើយនេះគ្នាខ្ញុំគាត់រើសទឹមរើសណាមើលមួយរើសតែធំហើយមើលបងមួយទៀតនេះមានគាត់យកអាដែកហើយខេងរបស់យើងហ្នឹងយកមកចាក់ផ្លែកៅឡាក់ព្រោះឲ្យវាមុតដៃបងប្អូននេះក្របធំណាស់នេះទឹកមុខម្នាក់សប្បាយណាបានរើសផ្ទាល់ធ្លាប់រើសពីមុនឆ្នាំទៅបងប្អូនតែគ្រាប់វារៀងស្វិតទៅនេះតែនេះយើងភេគេពេញថ្លៃបងប្អូននៅហ្វាមគេហ្មងណាសប្បាយណាស់បន្ទាប់ពីយើងរើសហត់ហើយបងប្អូននេះម្ចាស់ហ្វាមគេបានយកសេះរបស់គេដាក់នៅទីធ្លាដែលយើងរើសកៅឡាក់ហ្នឹងណាគេឲ្យសេះគេស៊ីកៅឡាក់បងប្អូនណាលើកទី1ហើយសេះវាចេះស៊ីផ្លែកៅឡាក់ឆេស្ណាត់ហ្នឹងណាហើយម្ចាស់ហ្វាមគេឲ្យដាក់លើដៃទៅសេះហ្នឹងនឹងស៊ីហើយវាអត់ខាំដៃទេមិនថាក្មេងឬចាស់ទេយកផ្លែកៅឡាក់ដាក់លើដៃឲ្យសេះស៊ីមិនត្រឹមតែឲ្យសេះស៊ីទេគេឲ្យអោបគេឲ្យថើបទៀតសាក់ថើបទៀតបាទជំរាបលាក៏អូបដល់ណាក៏មិនថើបដែរមិនដឹងស្អីទេពូបារាំងថតវីដេអូភ្លេចមើលពេល voice over ទៅគាត់លេងកេះពីក្រោយចឹងមកនេះបងប្អូនមើលសេះវាស៊ីឆ្ងាញ់ណាបើយើងវិញតួលីងតួស្ងោបាញ់ញ៉ាំកើតបន្ទាប់ពីយើងលេងឆ្អែតហើយនេះដល់ពេលគិតលុយមិននឹងទឹកភ្នែកនេះ5គីឡូ$40បងប្អូនមិនបាច់ធ្វើដាច់លាបាយទេបាញ់លុយគេទៅហើយម្ចាស់ហ្វាមគេរស់រាយណាបងប្អូនហើយពួកខ្ញុំទៅក្រោយគេឲ្យវានឹងគេទៅអស់ហើយនៅពួកខ្ញុំទេយូរវិចខ្លួនអស់ហើយមើលដែរណាតើបើកុលឡានបាទបងប្អូនវីដេអូនេះបាទដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាហើយនេះគឺជាទីតាំងដែលខ្ញុំមកបេះ chestnut បងប្អូននេះលេខទំនាក់ទំនងនេះម្ចាស់ហ្វាមគេបានដាក់នៅលើសបកឡាំងហ្នឹងខ្យល់បក់សួរប៉ើងបាត់ទៀតបងប្អូនតិចរមឃើញណាបងប្អូនបាទនេះខ្ញុំដាក់រូបឲ្យមើលនេះបងប្អូននេះ page របស់គាត់អរគុណបាយ